សួរបងប្អូនគ្នាចាគុណពេលសម្រាប់ពេលវេលាដែលអ្នកគ្រូនឹងបន្តគ្នាបានជួបគ្នាសាជាថ្មីផងដែរចាអញ្ចឹងចូលមកអ្នកគ្រូទាំងអស់គ្នាចឹងថ្ងៃនេះយើងរៀនភាសាខ្មែរថ្នាក់ទី6ហើយមេរៀនដែលអ្នកគ្រូនឹងយកមកបញ្យល់បងប្អូនទាំងគ្នាថ្ងៃហ្នឹងគឺតកតងជាមួយនឹងការបញ្យល់ប្រធាននិងកិរិយាបង្គោលចាអញ្ចឹងថ្ងៃនេះយើងនឹងរៀនជាមួយគ្នាតកតងជាមួយនឹងប្រធាននិងកិរិយាបង្គោលចាតែមុននឹងចូលមេរៀនទាំងអស់គ្នាត្រូវដឹងថាប្រធានគឺជាអីគេហើយកិរិយាបង្គោលគឺជាអីគេចាអញ្ចឹងទាំងអស់គ្នាត្រូវដឹងថាប្រធានគឺជាអ្នកដឹកនាំឬក៏អ្នកធ្វើអំពើហើយទាំងអស់គ្នាត្រូវដឹងថាប្រធានវាអាចជានាមវាអាចជាកន្សោមនាមវាអាចជាសព្វនាមចាហើយវាអាចនៅខាងឆ្វេងរបស់គេកិរិយាចាហើយចូលទៅដល់កិរិយាបង្គោលចាកិរិយាគាត់លើពាក្យថាកិរិយាគឺយើងសំដែងនៅអំពើឬក៏សកម្មភាពដែលយើងធ្វើចាហើយគាត់គេថាពាក្យថាបង្គោលចាអញ្ចឹងពាក្យថាបង្គោលគឺវាអាចនឹងសំខាន់នៅក្នុងប្រធានតែគេប្រាប់នៅក្នុងប្រធាននឹងឯងចាឥឡូវយើងនឹងចូលមេរៀនជាមួយនឹងគ្នាចាអញ្ចឹងអ្នកគ្រូក៏មានឧទាហរណ៍ចំនួន4ផងដែរនៅក្នុងការដែលបញ្យល់បងប្អូនទេតកតងជាមួយនឹងប្រធាននិងកិរិយាបង្គោលចាអញ្ចឹងឧទាហរណ៍ទី1គេដាក់ថាខ្ញុំសរសេរបានឃោសនាចាអ្នកគ្រូអានម្ដងទៀតខ្ញុំសរសេរបានឃោសនាចាអញ្ចឹងពាក្យថាខ្ញុំអញ្ចឹងខ្ញុំគឺជាប្រធានចាអញ្ចឹងខ្ញុំគឺជាប្រធានដែលសម្គាល់អ្នកធ្វើអំពើចាធ្វើអំពើនៅណាចាអំពើដែលនៅក្នុងល្បះនេះចាអញ្ចឹងពាក្យថាសរសេរចាអញ្ចឹងពាក្យថាសរសេរគឺជាកិរិយាបង្គោលចាឥឡូវយើងចូលទៅដល់ឧទាហរណ៍ទី2ចាឧទាហរណ៍ទី2ខ្ញុំសុំទោសសុភីត្បាញហូលផាមួងចាសុភីត្បាញហូលផាមួងចាអញ្ចឹងពាក្យថាសុភីគឺជាប្រធានចាប្រធានដែលសម្គាល់អ្នកធ្វើអំពើនៅក្នុងល្បះហ្នឹងចាអញ្ចឹងត្បាញចាពាក្យថាត្បាញគឺជាកិរិយាបង្គោលចាអញ្ចឹងយើងចូលទៅដល់ឧទាហរណ៍ទី3ចាអញ្ចឹងឧទាហរណ៍ទី3គេដាក់ថាពូចាន់លក់ផលិតផលផ្ទះបាយដាក់ថាពូចាន់លក់ផលិតផលផ្ទះបាយចាអញ្ចឹងពាក្យថាពូចាន់គឺជាប្រធានហើយពាក្យថាលក់គឺជាកិរិយាបង្គោលចាអញ្ចឹងឧទាហរណ៍ទី4បងខ្ញុំធ្វើបញ្ជីរាយមុខទំនិញចាបងខ្ញុំធ្វើបញ្ជីរាយមុខទំនិញចាអញ្ចឹងពាក្យថាបងខ្ញុំចាបងខ្ញុំគឺជាប្រធានដែលសម្គាល់អ្នកធ្វើអំពើចាអំពើនៅក្នុងរបស់ហ្នឹងចាហើយពាក្យថាធ្វើចាគឺធ្វើគឺជាកិរិយាបង្គោលដែលសម្ដែងនៅអំពើដែលយើងធ្វើចាអញ្ចឹងយើងចូលទៅដល់ខាងក្រោមចាខាងក្រោមគេមាន2គេដាក់ថាប្រធានហើយនឹងកិរិយាបង្គោលចាអញ្ចឹងប្រធានចាអញ្ចឹងប្រធានគឺយើងស្រង់អីដែលយើងបានរៀនជាមួយនឹងគ្នានៅល្បះខាងលើទាំង4នេះចាអញ្ចឹងមានពាក្យថាខ្ញុំមានសុភីមានពូចាន់មានបងខ្ញុំដែលសម្គាល់នៅអំពើចាអញ្ចឹងចូលទៅដល់កិរិយាបង្គោលចាកិរិយាបង្គោលមានអីគេខ្លះចាមិញគឺមានពាក្យសរសេរមានពាក្យត្បាញមានពាក្យថាលក់មានពាក្យថាធ្វើចានៅក្នុងឧទាហរណ៍ខាងលើប្រាប់អំពើឬសកម្មភាពពាក្យទាំងអស់នេះគឺគេហៅថាកិរិយាបង្គោលចាហើយអ្នកគ្រូក៏មាននិយមន័យ2ចាតកតងមួយប្រធានហើយនឹងកិរិយាបង្គោលដែលអ្នកគ្រូបានប្រាប់តាំងពីខាងដើមចាអញ្ចឹងប្រធានគឺជាពាក្យសម្គាល់អ្នកធ្វើអំពើហើយកិរិយាបង្គោលគឺជាពាក្យសម្គាល់និងសម្ដែងអំពើរបស់ប្រធានចាអញ្ចឹងរៀនរបស់អ្នកគ្រូដែលតកតងជាមួយនឹងកិរិយាបង្គោលចាក៏បានចាប់ត្រឹមតែប៉ុណ្្នឹងអញ្ចឹងអ្នកគ្រូស្គាល់ថាបងប្អូនទាំងគ្នាបានត្រឡប់ទៅផ្ទះវិញក៏បានបង្កើតល្បះដែលតកតងជាមួយនឹងប្រធាននិងកិរិយាបង្គោលចាអញ្ចឹងគ្រូសូមអរគុណសូមព្រះប្រទានពរ